លោកម្ចាស់វ័យក្មេងដ៏មានទ្រព្យស្តុកស្តម្ភរូបនេះបានលងស្រឡាញ់អ្នកមើលថែកូនក្នុងផ្ទះរបស់គាត់ប៉ុន្តែអ្នកមើលថែរូបនោះបានប្រកោចិញ្ចៀនភ្ជាប់ពាក្យជូនគាត់វិញហើយថែមទាំងបានដាក់ពាក្យលាឈប់ពីការងារទៀតផងបុរសរូបនោះមិនព្រមឲ្យនាងទៅណាឡើយហើយក៏បដិសេធមិនព្រមទទួលយកពាក្យលាឈប់របស់នាងបង្ខំចិត្តកុហកថានាងត្រឡប់ទៅស្រុកកំណើតវិញដើម្បីរៀបការបុរសនោះមានការតក់ស្លុតយ៉ាងខ្លាំងហើយភ្លាមនោះគាត់គិតថាពាក្យសុំរៀបការរបស់គាត់គ្រាន់តែជារឿងលេងសើចប៉ុណ្ណោះដូច្នេះហើយគាត់ក៏ព្យាយាមទប់ទឹកភ្នែកហើយសុខចិត្តដោះលែងនាងឲ្យទៅនៅពេលដែលនាងគិតថាទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ទៅហើយស្រាប់តែយាយរបស់បុរសនោះបានមកជួបនាងភ្លាមនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះយាយរបស់គាត់តែងតែស្អប់នាងពីមុនមកប៉ុន្តែពេលនេះអ្នកស្រីបែរជាមកអង្វរនាងនៅមុខផ្ទះទៅវិញអ្វីដែលកាន់តែចម្លែកនោះក្រោយពេលចូលដល់ក្នុងផ្ទះយាយមិនបានមើលងាយនាងសូម្បីបន្តិចប៉ុន្តែបែរជាសួរនាំពីសុខទុក្ខរបស់នាងទៅវិញនាងមានអារម្មណ៍អៀនខ្មាសដោយមិនដឹងថាត្រូវធ្វើខ្លួនយ៉ាងណាជាមួយស្ត្រីចំណាស់ដែលធ្លាប់តែធ្វើបាបនាងកន្លងមកភ្លាមនោះយាយក៏និយាយឡើងដោយសង្ឃឹមថានាងនឹងអាចត្រឡប់ទៅត្រូវគ្នាជាមួយចៅប្រុសរបស់គាត់វិញនាងបានបដិសេធភ្លាមដោយនិយាយថានាងបានលាឈប់រួចទៅហើយទោះបីជាយាយយកលុយមកលួងលោមយ៉ាងណាក៏ដោយក៏នាងមិនព្រមដែរមិននឹកស្មានថាយាយកុយម្លងមកដោយប្រាប់ថាគ្រួសាររបស់គាត់បានខ្សែធនអស់ហើយអ្នកស្រីគ្មានលុយដើម្បីលួងលោមនាងទៀតឡើយតាមពិតទៅបន្ទាប់ពីពួកគេបែកគ្នាបុរសនោះបានបន្ទោសគ្រប់កំហុសទាំងអស់ទៅលើយាយរបស់គាត់គិតថាការដែលយាយតែងតែមើលងាយឋានៈរបស់អ្នកមើលថែនោះហើយទើបធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងទាបតូចហើយមិនស័ក្តិសមនឹងគាត់បាននិយាយថាបើយាយមិនព្រមសុំទោសនាងទេគាត់នឹងបោះបង់ចោលទ្រព្យសម្បត្តិគ្រួសារទាំងអស់មុខជំនួញលោកយាយស្មានថាគាត់មិនហ៊ានធ្វើរឿងខុសខើបែបនេះទេប៉ុន្តែគាត់មិននឹកស្មានថាចៅប្រុសពិតជាធ្វើវាមែនម្យ៉ាងទៀតឪពុករបស់គាត់មិនចេះរឿងចំនួនសោះហើយថែមទាំងសម្រេចចិត្តវិនិយោគដោយមិនប្រយ័ត្នដែរធ្វើឲ្យក្រុមហ៊ុនគ្រួសារត្រូវខ្សែធនបន្ទាប់ពីដឹងរឿងនេះគាត់ក៏ខឹងខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺនារីរូបនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ប្រញាប់ចាប់អាវក្រៅដើម្បីទៅផ្ទះរបស់គាត់ប៉ុន្តែភ្លាមបន្ទាប់ពីនាងចាក់ចេញទៅលោកយាយក៏ញឹមដោយភាពជោគជ័យចំណែកឯបុរសនោះវិញគ្រាន់តែដឹងថានាងកំពុងមកដល់គាត់ក៏ធ្វើពុតជាឈឺភ្លាមតែម្ដងគាត់ធ្វើជាខ្សោយខ្លាំងហើយរអ៊ូថាឈឺពេញទាំងខ្លួនគាត់ទប់សំណើចមិនបានពេលឃើញថានារីម្នាក់នោះព្រួយបារម្ភនិងរន្ធត់ចិត្តខ្លាំងយ៉ាងណាសម្រាប់ស្ថានភាពរបស់គាត់នាងបានចាប់កំហុសគាត់ឃើញនាងដឹងភ្លាមថាគាត់កំពុងធ្វើពុតជាឈឺដែលមានន័យថាលោកយាយបានកុហកនាងផងដែរដូច្នេះនាងក៏ដើរចេញទៅវិញទាំងកំហឹងបុរសនោះព្យាយាមរត់តាមនាងប៉ុន្តែបែរជាដួលបោកជង្គង់ទៅវិញឃើញបែបនេះនាងក៏ប្រញាប់ចូលទៅជួយគ្រាគាត់ហើយពេលនោះហើយទើបនាងឃើញថាគាត់ស្គមចុះខ្លាំងដល់ថ្នាក់នេះដោយឃើញឱកាសល្អអ្នកបម្រើក៏និយាយឡើងភ្លាមថាបុរសនោះមិនបានញ៉ាំអីឲ្យបានត្រឹមត្រូវទេគាត់មិនបានបរិភោគអាហារទេចាប់តាំងពីនាងចេញទៅពេលនេះគាត់ពិតជាខ្សែធនមែនហើយអ្នកបម្រើទាំងអស់នៅក្នុងវិឡានឹងត្រូវបញ្ឈប់ពីការងារឆាប់នេះចុងក្រោយនាងក៏ចិត្តទន់ហើយយល់ព្រមស្នាក់នៅដើម្បីមើលថែគាត់បុរសនោះសប្បាយចិត្តជាខ្លាំងហើយសម្រេចចិត្តធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់ឲ្យខានតែបានយប់នោះនាងបានយកថ្នាំមកឲ្យគាត់ផឹកប៉ុន្តែគាត់បដិសេធព្រោះគាត់ខ្លាចរសជាតិល្វីងដើម្បីឲ្យគាត់ព្រមផឹកថ្នាំនាងក៏យកវាទៅលាយជាមួយស៊ុបដោយនិយាយថាវាលែងល្វីងទៀតហើយប៉ុន្តែបុរសនោះគ្រាន់តែហិតបន្តិចរួចនិយាយថាស៊ុបនោះនៅតែមានរសជាតិល្វីងឯនាងមិនជឿគាត់ទេក៏ភ្លក់បន្តិចទៅទើបដឹងថាវាល្វីងមែននាងក៏សួរគាត់ថាចង់ឲ្យនាងធ្វើអ្វីទើបព្រមផឹកថ្នាំបុរសនោះនិយាយដោយអៀនខ្មាសថាបើអ្នកព្រមបញ្ចុកខ្ញុំដោយមាត់របស់អ្នកខ្ញុំនឹងផឹកមិននឹកស្មានថានាងពិតជាសុខចិត្តភ្លក់ស៊ុបនោះហើយបញ្ចុកគាត់តាមមាត់មែន